มาឆ្នាំពីរឆ្នាំបានទៅជួបបងប្អូនខ្មែរម្ដងតែខកបំណងថ្ងៃនេះក៏មានរឿងជាមួយនឹងយាយតាមភូមិនឹងទៀតយើងមិនចង់មានបញ្ហាអីទេតែគាត់នឹងឃើញយើងខ្មែរម៉ែអើយគាត់ទៅរឿងមន់សោះធ្វើទៅរឿងធំណាស់បងប្អូនមើលក្បាលវីដេអូហើយគឺថានេះនាងខ្ញុំក៏រៀបចំចេញពីផ្ទះទៅហើយថ្ងៃនេះត្រង់រៀងងើបពីព្រលឹមបន្តិចដោយសារតែផ្លូវរៀងឆ្ងាយអញ្ចឹងបានទៅជួបបងប្អូនខ្មែរយើងថ្ងៃយ៉ាងណាក៏ថាមិនគិតទេសំខាន់ឲ្យតែបានជួបពួកគាត់គឺខ្ញុំសប្បាយចិត្តណាស់មុខកូនបើខ្ញុំរៀបចេញដើរលេងបងប្អូនសងោស្ងាត់ទឹកភ្នែកជូតក្បាលជង្គង់នឹងបលឹមចិត្តមួយចង់ទៅតាមម្ដាយចិត្តមួយទៀតចង់នៅជាមួយយាយមានអីទៀតគិតចុះកលាំងឡាមតាមម៉ែវិញល្អជាងអាពាក្យនិយាយល្អជាងហ្នឹងវងយំពេញឡានហើយចាថាម៉ែក្មេកខ្ញុំហ្នឹងគាត់ខាត់ចៅគាត់ថាកុំឲ្យទៅនៅជិះកង់ដើរលេងមួយគាត់ថ្ងៃធ្វើឲ្យកូនបើខ្ញុំនេះចាគាត់ថារឿងសង្ហាក់ចិត្តម្ដងចង់ទៅនេះម្ដងចង់ទៅនោះតើឥឡូវគាត់ថាជិញដំណើរទៅតាមផ្លូវបងប្អូនអើយទៅតាមផ្លូវនេះផងដែរគេថាឆ្លៀតទាំងចូលផ្សារសិនដើម្បីឲ្យទិញផ្លែឈើខ្លះដើម្បីឲ្យជូនម្ចាស់ផ្ទះអញ្ចឹងណាកុំឲ្យតែយើងដៃទៅទៅជួបគាត់ក៏វាមិនសមរម្យដែរវាមិនសមភ្នែកមើលអញ្ចឹងហើយក៏យើងជួបគ្នាយូរម្ដងក៏យើងទិញផ្លែឈើខ្លះដើម្បីជូនប្រកបញ៉ាំភាសាអីចឹងទៅឥឡូវមកត្រូវប៉ាន់ជាមួយនឹងផ្លែតទឹមបងប្អូនអើយធំសម្បើមណាបងប្អូនហើយចានេះឥឡូវទិញចំនួន4ផ្លែចាឥឡូវទិញបានរួចរាល់ហើយទៅដល់រកកន្លែងផ្លែឈើផ្សេងទៀតក៏ទៅចាប់ចិត្តដិតអារម្មណ៍ជាមួយនឹងតែតារ៉េនបងប្អូនតារ៉េនក៏ទិញផ្លែតារ៉េនហ្នឹងមួយផ្លែទៀតទៅឥឡូវក៏ទិញផ្លែតារ៉េនបានរួចរាល់មកដល់កន្លែងលើផ្លូវស្ទះចរាចរណ៍ពេញនេះដោយសារតែគេបនជាតិគេនាំគ្នាដើរលេងបងប្អូនចានិយាយរឿងថាស្រុកចិត្តនេះមួយចាគាត់ថាឲ្យតែមានរឿងបនជាតិអីមួយត្រៀមតែរឿងស្ទះចរាចរណ៍ដឹងថាមនុស្សមកពីណាទេលោកអើយនេះតាមដងផ្លូវអ៊ូអណាបងប្អូនហើយឡានកកក្រាក់ទៅនេះទៅនោះមិនដឹងទៅណាថាដូចតែយើងអញ្ចឹងណាទៅទៅនេះទៅទៅនោះអីចឹងដូចតែគ្នាហ្នឹងអញ្ចឹងហើយគាត់បានមកដល់ផ្ទះប្អូនស្រីផងដែរតែមិនមែនប្អូនម្ចាស់ផ្ទះនេះអានេះបងប្អូនខ្មែរដែរតែគាត់មកទទួលខ្ញុំអញ្ចឹងណាអានេះម្ចាស់ផ្ទះស្លៀកខោពណ៌សបងប្អូនអើយនោះចាប់ដើមមករៀបចំម្ហូបអាហារគាត់ថាមានទាំងបាញ់ឆាវត្រីបំពងបុកល្ហុងអូច្រើនមុខច្រើនម៉ាក់ណាព្រះអង្គហើយហូបណាអស់ទេនេះយូរជុំគ្នាម្ដងគាត់ថាដាក់ឯណាឯណីទៅមានអីទៀតនិយាយទៅគ្មានអ្វីដែលសប្បាយចិត្តជាងជួបបងប្អូនខ្មែរទេបងប្អូនហើយរស់អីរស់នៅស្រុកគេដូចគ្នាផ្លូវឆ្ងាយខ្លាំងណាស់ឃ្លាតពីម៉ែឃ្លាតពីឪបងប្អូនចាមិននៅឯនេះឆ្លងទ្វីបឆ្លងសមុទ្រម៉ណាយអើយយើងរាប់អានគ្នាទៅរាប់អានគ្នាដូចបងដូចប្អូនចានេះគេថាកំពុងតែជញ្ជូនម្ហូបអាហារនំចំណីផុសភាបណ្ដាការកថាជញ្ជូនទៅខាងមុខដើម្បីដែលបរិភោគហូបជុំគ្នាឲ្យបានរីករាយសប្បាយចិត្តម្ដងគាត់ថាមានតាំងបង្ទាកូនទៀតនេះអើយសំណំមមខាងគាត់ឯនេះគាត់សបោសប្បាយក្នុងការហូបចុកនឹងត្មងណាខាងខ្ញុំមិនសូវជាមានអីទេបងប្អូនដូចជាបង្ទាកូនអីណាខាងគាត់នៅក្នុងផ្សារគាត់ថាមានគេលក់អីចឹងទៅឥឡូវគាត់ថាមកឆាមកហូបឲ្យប្តីខ្ញុំមកចានឲ្យបានគាត់ហូបថ្ងៃត្រង់ដែរអញ្ចឹងណាព្រោះថាមកហូបខ្មែរគាត់ថាប្តីខ្ញុំគាត់មិនសូវជាអ្នកចេះហូបអីទេថ្ងៃរវល់ម្ចាស់ផ្ទះតិចហើយថ្ងៃនេះហើយក៏តាមរយៈវីដេអូនេះផងដែរបងក៏អរគុណដល់អូននឹងបងទាំងអស់គ្នាណាជួយធ្វើម្ហូបដែលឆ្ងាញ់ពិសាសម្រាប់មួយពេលនេះផងដែរចាឥឡូវគាត់ថាកំពុងតែជុំគ្នាដាក់ភ្លេងចម្រៀងអីចឹងទៅកំដរអារម្មណ៍ចឹងបដាហូបបាញ់ឆាវបដានិយាយរឿងក្នុងចិត្តបដាយើប្រូកប្រាច់គ្នាបដាសោយបដាហូបបដាយ៉ាមានន័យមែនថ្ងៃនេះនេះនិយាយពីថាពងទាកូនថ្ងៃនេះវិញគាត់ថាក៏ទិញបានល្អបងប្អូនអើយហត់តែមកគ្រុកដូចជាតិដល់ក្អៅបេះដូងត្មងណាឆ្ងាញ់ក៏បានកំងដល់ម្ចាស់ផ្ទះកំពុងហូបបាញ់ឆាវដែរបាន10គ្រាប់យកមកគ្រាន់តែធ្វើពងមន់ពងទាកូនស៊ីឈន់ឲ្យឪក្មេកប្រសាគាត់ថាចាំស្អែកនេះចាឥឡូវគាត់ថាយើងពឺតបាញ់ឆាវសិនបន្ទាប់ពីពឺតបាញ់ឆាវនិយាយលេងប្រូកប្រាច់អីរួចរាល់មកដល់ចាប់ដើមបងប្អូនអើយបាញ់ឆាវបាញ់អីនេះសល់ចាប់ដើមចែកគ្នានេះហើយមិនចែកតែបាញ់ឆាវចែកតាំងពីបន្លែទៀតលោកអើយនិយាយរួមបានទេទឹកចិត្តម្ចាស់ផ្ទះថាបន្លែម៉ែក្មេកគាត់ដាំបានច្រើនណាអញ្ចឹងហើយចែកគ្នាម្នាក់មកថងយកទៅហូបទៅឥឡូវបន្ទាប់ពីចែកបន្លែរួចរាល់មកដល់យាយនឹងគាត់លោឡាគាត់ថាឆ្កែដែរម៉ែអូនគាត់មកតាមគាត់ហ៎ឆ្កែគ្នាស្លូតសឹងអីគាត់ចោទថាឆ្កែហ្នឹងមកខំមន់គាត់ងាប់អស់ច្រើនណាស់ហើយមករឿងមកអូនពាក់ស្លៀកខោពណ៌ខ្មៅនេះបើឆ្កែខំងាប់ម៉ែបងប្អូនអើយមានឈាមមានអីមកក្នុងហ្នឹងហើយតែអត់មានទេហើយឆ្កែមកវងចោលតែឆ្កែគ្នាមួយខ្វះអីឆ្កែអ្នកភូមិមកកោកហ្នឹងហើយចោលតែគ្នាខ្មែរយើងខ្មែរនឹងគាត់ចោលឲ្យមើលចរិតអតចរិតគាត់នេះមកចាប់ទាញគ្នាខ្លាចមកអូននឹងគាត់រត់អត់សងលុយគាត់អូយយាយនឹងសាហាវដល់កតែមកខ្ញុំសុំខ្លាចហ្នឹងមើលណែហើយមកអូនក៏ធំបានក៏ទេហៅប៉ូលីសបងប្អូនអើយប៉ូលីសមកជួយដោះស្រាយរឿងមន់គាត់ក៏ថាមន់គាត់ក្នុងទ្រុងឆ្កែខំងាប់អស់ឡើងជាង10មន់ពួកខ្ញុំកំពុងនិយាយជួយនិយាយគ្នាអញ្ចឹងណាយាយឯងមានសាក់សីក៏អត់ក៏ថាឆ្កែគាត់អ្នកខំអញ្ចឹងណាប្រាប់ឲ្យចិននៅស្រុកនេះមួយចំនួនហ្នឹងឃើញយើងខ្មែរអញ្ចឹងគឺជិះជាន់មើងងាយយើងខ្លាំងណាស់ចង់សម្រួលថាគាត់
ថាយាយមានកាមេរ៉ាសវត្ថិភាពអីឆាយទៅបើសិនជាឆ្កែនឹងខំមែនពួកខ្ញុំនឹងសងលុយទៅអត់ឈឺចិត្តណាស់គាត់ងាប់អស់ឲ្យបេះដូងចង់កាំងហើយគាត់និយាយពាក្យនឹងមកមើលគាត់មើលកាយវិការគាត់មើលខ្ញុំថាកុំអាមាត់អីយាយអើយចាំប៉ូលីសមកសិនទៅគេឆាយកាមេរ៉ាសិនទៅសិនជាឆ្កែនឹងខំងាប់មែនពួកខ្ញុំសងអត់អីទេតែតាក់ចរិតនឹងចង់ធ្វើស៊ីគ្នាត្មងណាបងប្អូនអើយនិយាយមែនបើតាមការសង្កេតមើលទៅមិនមែនឆ្កែមកអូននឹងខំទេបងប្អូនអើយខ្ញុំនិយាយសច្ចធម៌ក្នុងវីដេអូនេះមិនមែនថាយើងនិយាយយល់ត្រូវទេណាបើមានឆ្កែខំមែនឈាមមានប្រឡាក់ពេញផ្លូវពេញខ្នាប់ពេញទ្រុងអីចឹងហើយស្នាមមន់ក៏ងាប់ហ្នឹងក៏មានដាច់លហែកស្នាមឆ្កែខំមែនតែអត់ទេឥឡូវឡានប៉ូលីសមកបងប្អូនឲ្យគេដោះស្រាយទៅខ្ញុំមិនហ៊ានថតប៉ូលីសទេខ្លាចគេចាប់គេទៅយើងថតតែគ្នាឯងទៅកុំឲ្យយើងថតគេប្រដេប្រដាស់វាអត់ល្អចឹងណាឥឡូវចាយไปអាវលឿងកំពុងតែនិយាយថាឆ្កែមកកកមកក៏និយាយឯងមិនចោតតែឆ្កែគ្នាតែមួយចឹងផោះតាំងមិនតាន់ដឹងច្បាស់ទេកុំនិយាយអីចាំមើលផោះមានផោះតាំងសិនទៅនិយាយនឹងអត់ទេខ្លាចតែមេអូនไปអាវសខោខ្មៅរត់តែម្ដងណាអាណារត់ទៅណាមន់ងាប់មួយពីរក៏សងលុយទៅមានតែស្អីអើយថ្ងៃនេះមកលេងឲ្យសប្បាយចិត្តមកជួបរឿងបញ្ហាដូចនេះបងប្អូនអើយអ្នកណាក៏មិនចង់ជួបដែរណាក៏ចង់ឲ្យឆ្កែតដើរខំមន់គេមន់ឯងខ្ញុំមកធ្វើតចរិតក៏មកចាប់គ្នាទៅដូចគ្នាអ្នកទោសខ្ញុំឆេញខ្ញុំនិយាយមិនឆេញជនជាតិចិនមួយចំនួនអញ្ចឹងវាបកាខាងមើងងាយគេនឹងមើលមកយើងពីលើមកក្បាលមកចុងជើងអូយសាហាវខ្ញុំសរសើរដល់ចិត្តស្មោះ